ខ្ញុំគិតថាមើលទៅមិនមែនមានតែខ្ញុំទេដែលស្ដាយក្រោយហើយក៏មិនមែនមានតែខ្ញុំទេដែលមិននឹកស្មានថាវានឹងមាននេះគឺជាទីតាំងមួយដែលនៅចង្កេះភ្នំជីសូរពេលដែលខ្ញុំនិយាយថាឈ្មោះភ្នំជីសូរនោះអ្នកទាំងអស់គ្នានៅភ្ញាក់ព្រឺតែម្ដងហើយមានការចាប់អារម្មណ៍ខ្លាំងភ្នំជីសូរគឺជាភ្នំមួយដែលមានពោពេញទៅដោយគេហៅថារឿងរ៉ាវប្រវត្តិសាស្ត្រហើយក៏ជាទីតាំងមួយដែលស្ថិតនៅក្នុងខេត្តដែលចំណាស់ជាងគេដែរគឺជាខេត្តតាកែវតែម្ដងថ្ងៃនេះគឺខ្ញុំរៀបរាប់ត្រួសពាក់ព័ន្ធនឹងទីតាំងមួយនេះហើយក៏ជាទីតាំងដែលអ្នកទាំងអស់គ្នាមិនសូវដឹងបើសិនជាអ្នកគ្នាឡើងតាមជាដើមមកតែបើសិនជាគ្នាយើងធ្វើដំណើរឡើងតាមគេហៅថាផ្លូវកវ៉ាត់ភ្នំនោះអ្នកទាំងអស់គ្នានឹងជួបតាំងល្អៗទេសភាពប្លែកៗដែលមិននឹកស្មានថាមានកន្លែងនេះសម្រាប់ខ្ញុំគិតថាវាប្លែកខ្លាំងមែនទែនអ្នកគ្នាដោយសារតែខ្ញុំមិននឹកស្មានថាវានឹងមានហើយគឺខ្ញុំមិននឹកស្មានថាខ្ញុំនឹងអាចជួបនៅទេសភាពបែបនេះទេយើងអាចមើលទៅខាងក្រោមបានយ៉ាងច្បាស់ហើយទៅជាក់ភ្នែកខ្លាំងមែនទែនអ្នកគ្នានេះបើសិនជាអ្នកគ្នាចូលចិត្តថតរូបវីដេអូអីឬក៏យកចិត្តទេសភាពបែបប្លែកៗ refresh ព្រៃភ្នំចេះវាល្អខ្លាំងមែនតើខ្ញុំ recommend ខ្ញុំមិននឹកស្មានថាខ្ញុំអាចនឹងជួបទេសភាពបែបហ្នឹងទេអ្នកនរគ្នាវាប្លែកសម្រាប់ខ្ញុំមែនតើអញ្ចឹងខ្ញុំគិតថាខ្ញុំនឹង recommend ទៅអ្នកទាំងអស់គ្នាហើយបើសិនអ្នកនរគ្នាយល់ថាវីដេអូនេះល្អឬក៏វីដេអូនេះចែករំលែកទៅចំចំណុចដែលអ្នកនរគ្នាស្រឡាញ់ចូលចិត្ត complete ជួយ like ជួយ share ម្នាក់មួយផងហើយអ្នកនរគ្នា complete ជួយទៅ subscribe channel YouTube ខ្ញុំម្នាក់មួយផងដើម្បីទទួលបាននៅវីដេអូថ្មីៗមិនថា TikTok មិនថា Facebook page មិនថា YouTube ហ្នឹងហើយឥឡូវយើងបង្វែរសាច់រឿងទៅទស្សនភាពនិងទីតាំងរបស់យើងវិញបងប្អូនហើយបងប្អូនកុំភ្លេចចាំទស្សនានៅវីដេអូក្រោយជាវីដេអូ long វីដេអូវែងដែលខ្ញុំលម្អិតអំពីជីវប្រវត្តិនិងកំណកំណើតរឿងពាក់ព័ន្ធនឹងខេត្តតាកែវពាក់ព័ន្ធនឹងទីតាំងភូមិសាស្ត្រព្រំជីសូរនេះតែម្ដងអញ្ចឹងបងប្អូនកុំភ្លេចជួបគ្នានៅវីដេអូក្រោយអរគុណច្រើនបងប្អូនសម្រាប់ការស្រឡាញ់ចូលចិត្តវីដេអូរបស់ខ្ញុំបើសិនជាអ្នកនរគ្នាគិតថាស្រឡាញ់ចូលចិត្តទីតាំងទេសភាពដូចជាក្នុងវីដេអូខ្ញុំអញ្ចឹងឬក៏ចាប់អារម្មណ៍នៅវីដេអូនេះអ្នកនរគ្នាកុំភ្លេចមីឆ្លៀតពេលទំនេរទៅលេងអ្នកនរគ្នា